យ៉ាសេចស្អាតហត់លឿនណាហើយបោះកវបទៅលើដើមឈើហើយរត់ទៅណាហ្នឹងបោះស្បែកជើងកែងចោលហើយចូលក្នុងភក់នេះហើយគាត់ដើរហើយគេលោកហើយគេហ្នឹងចាំមើលវ៉ាវបានក្រុមធំមែនតានវ៉ាវធំណាអូក្រុមនៅចិត្តគ្នាហើបាន2នេះល្អមែនតានហ្មងណាបាន3កាន់នឹងស្អាតដូច model អញ្ចឹងណាហើយគាត់យកក្រុមទៅលាងហើយគាត់លាងជើងគាត់ឲ្យស្អាតហើយលាងជាមួយទឹកលាងក្រុមនឹងឲ្យជ្រះដីឲ្យជ្រះភក់តែអញ្ចឹងទេប្រឡាក់ភក់អស់ហើយញ៉ាំអត់ស្អាតអញ្ចឹងណាអញ្ចឹងគាត់ត្រូវយកក្រុមហ្នឹងបោះកធុនឡើងលយហ្មងណាយកបោះកវិតឡើងលយទៀតណាគាត់ស្ងោរក្រុមហើយគាត់ហាន់ខ្ទឹមក្រហមហើយហាន់លឹកខ្ទឹមហើយដំខ្ទឹមសហាន់ខ្ញីហើយហាន់ស្បៃនេះតមកគប់កវិតឡើងលយហ្មងណាតមកគាត់យកខ្លាញ់ហើយគ្រឿងទេសប្រគាត់យកទៅស្លកវីកវ័នដល់កតមកគាត់បើកយកក្រុមដែលគាត់ស្ងោរហើយឆ្អិនហ្នឹងយកមកបកវាហើយយកសាច់វានេះតំណងសាច់ក្រុមណាហើយគាត់ចាក់ទឹកត្រជាក់ចូលទៅក្នុងក្រុមហ្នឹងហើយបន្តមកគាត់ហាន់ក្រុមហ្នឹងជាចំណិតតូចវែងអញ្ចឹងណាហើយបន្តមកគាត់យកខ្លាញ់នេះយកទៅដាក់ក្នុងខ្ទះដើម្បីឆាហើយគាត់ដាក់ខ្ទឹមសដាក់ខ្ញីដាក់ម្ទេសហើយដាក់ម្ទេសម៉ត់នេះម្ទេសហ្នឹងហើយដាក់ខ្យងដាក់ក្រុមហើយបន្តមកគាត់ចាក់ខ្លាញ់ថែមបន្តិចហើយក៏ដាក់ទឹកស៊ីអ៊ីវអំបិលប៊ីចេងស្ករម្សៅស៊ុបដាក់ខ្ទឹមក្រហមដាក់លឹកខ្ទឹមដាក់ស្ពៃអីចឹងហើយកូរទៅមកហើយបានសម្លមួយចានយ៉ាងឆ្ងាញ់ពិសាបន្ទាប់មកគាត់ចាក់កូកាហើយផឹកជាមួយនឹងកូកាហើយនឹងម្ហូបដែលគាត់ធ្វើហើយគាត់ភ្លក់ម្ទេសមុនគេមើលទៅតំណងម្ហូបហ្នឹងហើយស្រួលធ្វើមែនតែនហ្មងប៉ុន្តែគ្រាន់តែថាវាពិបាករកអាក្រុមហ្នឹងក្នុងភក់សូមអរគុណបងប្អូនដែលបានទស្សនានៅវីដេអូនេះហើយមើលស្អាតគាត់ធ្វើម្ហូបនឹងតំណងហើយឆ្ងាញ់មើលទៅហើយសូមជួយចុច like follow ម្នាក់មួយផងអរគុណបាយបាយ